ក្នុងឱកាសត្រៀមអបអរសាទរនិងប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនក្រសួងអប់រំយុវជននិងកីឡាបានប្រកាសហាមឃាត់និងទប់ស្កាត់រាល់ល្បែងដែលមិនមែនជាល្បែងឬរបាំប្រជាប្រិយខ្មែរដូចជាដុតឬបាញ់ផាវបាញ់ទឹកចេះទឹកលាបម្សៅជាដើមយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំនៅថ្ងៃទី31ខែមីនាឆ្នាំ2025ក្រសួងបានឲ្យដឹងថាដើម្បីចូលរួមអភិរក្សនិងលើកកម្ពស់វប្បធម៌ខ្មែររួមទាំងការរក្សាទំនៀមទម្លាប់ប្រពៃណីជាតិឲ្យបានគង់វង្សនិងរីកចម្រើនព្រមទាំងការជៀសវាងបាតុភិបអវិជ្ជមានផ្សេងៗក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរតាមគ្រឹះស្ថានសិក្សាក្រសួងអប់រំបានធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនដូចខាងក្រោម1លើកទឹកចិត្តសិស្សនិងយុវជនលេងល្បែងនិងរបាំប្រជាប្រិយខ្មែរបង្កលក្ខណៈឲ្យប្អូនៗកុមារសិស្សានុសិស្សនិងយុវជនលេងល្បែងនិងរបាំប្រជាប្រិយខ្មែរទាំងមុននិងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិបែងនិងរបាំប្រជាប្រិយខ្មែរដែលត្រូវលើកកម្ពស់មានដូចជារាំវង់រំក្បាច់សារ៉ាវ័នរបាំត្រុដិបែងប្រជាប្រិយខ្មែរដែលអាចលេងមានដូចជាបោះអង្គញ់ចោលឈូងដណ្ដើមស្លឹកឈើទាញព្រ័ត្រជាដើម2ការណែនាំនិងការលើកទឹកចិត្តពីសំណាក់សាស្ត្រាចារ្យនិងក្រុមប្រឹក្សាលោកគ្រូអ្នកគ្រូក្រុមប្រឹក្សាកុមារនិងក្រុមប្រឹក្សាយុវជនត្រូវជួយជំរុញលើកទឹកចិត្តនិងសម្របសម្រួលឲ្យប្អូនសិស្សានុសិស្សនិងយុវជនលេងល្បែងនិងរបាំប្រជាប្រិយខ្មែរដោយប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពការហាមឃាត់ល្បែងមិនត្រឹមត្រូវនិងមានហានិភ័យហាមឃាត់និងទប់ស្កាត់រាល់ល្បែងដែលមិនមែនជាល្បែងឬរបាំប្រជាប្រិយខ្មែរប្រៃដែលមានហានិភ័យអសុវត្ថិភាពនិងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដូចជាដុតឬបាញ់ផាវបាញ់ទឹកចេះទឹកលាបម្សៅត្រូវតែបញ្ឈប់4ការសកម្មជាមួយសហគមន៍និងអាជ្ញាធរសហការជិតស្និទ្ធជាមួយមេដាបេដាអាណាព្យាបាលសិស្សសហគមន៍និងអាជ្ញាធរដែនដីដើម្បីផ្ដល់និងទទួលព័ត៌មានដើម្បីរួមគ្នាទប់ស្កាត់និងដោះស្រាយបញ្ហាទាន់ពេលវេលា